ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានរឿងរ៉ាវមួយតាក់ទងជាមួយនឹងជីវិតអ្នករត់តាក់ស៊ីឆ្លងខេត្តណាបាទរឿងរ៉ាវនេះដែរគឺបានមកពីបងប្រុសឈ្មោះភៀបដែលគាត់ជាអ្នករត់តាក់ស៊ីបាទរឿងនេះដែរខ្ញុំបានអង្គុយលេងជាមួយគាត់ហើយក៏គាត់ប្រាប់ពីដំណើរជីវិតដែលកាលគាត់នៅរត់តាក់ស៊ីណារឿងនេះដែរគឺកើតឡើងចំពោះបងភៀបពីឆ្នាំ2004 2005ហ្នឹងហើយកាលមុននោះគាត់រត់តាក់ស៊ីហ្នឹងគឺគាត់អត់មានបេនទេគឺគាត់នៅចាប់ម៉ួយណានៅម្ដុំចុងកស៊ូខេត្តសៀមរាបយើងហ្នឹងហើយហើយកាលពីមុននោះគាត់ថាគឺសបោភ្ញៀវជិះណាហើយដោយសារតែពីមុនហ្នឹងវាអត់សូវមានឡានច្រើនដូចយើងទេហើយពេលដែលគាត់ចាប់ភ្ញៀវបានពេញហ្នឹងក៏គាត់ក៏ទៅហ្នឹងហើយថ្ងៃខ្លះហ្នឹងក៏គាត់ចាប់ក្របបានហ្នឹងក៏នៅរៀងយូរណាហើយការគាត់នៅចាប់ភ្ញៀវនោះសម្រាប់ពេលព្រឹកនេះគឺគាត់ពីម៉ោង7ម៉ោង8ហ្នឹងពេលខ្លះគាត់បានភ្ញៀវចេញទៅពេញហ្នឹងហើយយ៉ាងច្រើន5ម៉ោងគាត់ជិះទៅដល់ពេញហ្នឹងហើយពេលទៅដល់ពេញហ្នឹងតាមផ្លូវយ៉ាងច្រើនគាត់ឈប់ឲ្យភ្ញៀវគាត់ញ៉ាំបាយម្ដងហ្នឹងហើយគាត់បន្តដំណើររហូតព្រោះថាឡានគាត់ហ្នឹងអត់ងាយឈប់ពេលហ្នឹងហើយលុះត្រាតែភ្ញៀវគាត់សុំបន្ទាន់ឬក៏មានកាយសំខាន់ណាมันគាត់ឈប់ឲ្យអញ្ចឹងណាព្រោះថាគាត់ឈប់តែម្ដងហ្នឹងហើយឈប់ម្ដងគាត់ជិះ direct ទៅដល់ពេញម្ដងហ្នឹងហើយអញ្ចឹងពេលគាត់ទៅដល់ពេញហើយគាត់ដាក់ភ្ញៀវនៅពេញអស់ហើយអញ្ចឹងគាត់ត្រូវការរមួយណាដើម្បីជិះមកខេត្តសៀមរាបវិញហ្នឹងហើយជិះមកសៀមរាបគឺភ្ញៀវខ្លះគាត់ចោះនៅកំពង់ធំគាត់យកដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងពេលខ្លះហ្នឹងគាត់ក៏បានភ្ញៀវច្រើនមកវិញទៅហើយពេលខ្លះហ្នឹងក៏មានភ្ញៀវតិចណាអញ្ចឹងគាត់ក៏អត់នៅយូរដែរតែយ៉ាងយូរហ្នឹងម៉ោង4ម៉ោង5ហ្នឹងអត់ភ្ញៀវអីយ៉ាងយូរថាម៉ោង6គាត់ចេញមកពីពេញហើយអញ្ចឹងណាគាត់អត់នៅចាំយប់ទេអញ្ចឹងបើសិនគាត់នៅយូរអញ្ចឹងតម្រាំទៅគាត់មកដល់ខេត្តសៀមរាបវាយូរណាអញ្ចឹងគាត់អត់មានពេលសម្រាប់ហ្នឹងហើយប៉ុន្តែពេលខ្លះក៏គាត់ចាប់ភ្ញៀវអត់បានគាត់មកលឿនអញ្ចឹងណាហ្នឹងហើយដោយសារតែផ្ទះគាត់នៅខេត្តសៀមរាបអញ្ចឹងហើយតួបីជាគាត់អត់មានភ្ញៀវមកឬក៏ភ្ញៀវតិចក៏គាត់ត្រូវតែមកខេត្តសៀមរាបវិញដែរហ្នឹងហើយដោយសារតែគាត់អត់សម្រាប់នៅភ្នំពេញទេអញ្ចឹងក្នុងការធ្វើដំណើរបើកបររបស់គាត់ហ្នឹងក៏គាត់មិនមែនទៅតែឯងដែរគឺគាត់មានក្មួយគាត់មួយណាដែលឈ្មោះស្នាណាអញ្ចឹងក្មួយគាត់ហ្នឹងដូចជាគ្រូប្រគាត់ចឹងហ្នឹងហើយក្មួយគាត់ស្នាហ្នឹងក៏គាត់ជាបើកឡានដែរប៉ុន្តែដល់យូរបង្គាត់ឲ្យបើកម្ដងណាគាត់អត់មិនចេះតែបដឲ្យបើកទេហ្នឹងហើយគាត់ណាពេលខ្លះហ្នឹងគាត់ឲ្យជួយលើកអីវ៉ាន់ភ្ញៀវឬក៏ហៅភ្ញៀវហៅអីឡើងឡានអញ្ចឹងណាហ្នឹងហើយអញ្ចឹងសូមនិយាយមកពេលក្រោយទៀតណាគាត់ថាសេដ្ឋកិច្ចការបើកបរដឹកភ្ញៀវប្រកបហ្នឹងមួយរយៈក្រោយមកហ្នឹងគឺវាអត់សូវមានភ្ញៀវហ្នឹងហើយដោយសារតែពេលដែលគាត់មានភ្ញៀវទៅពីខេត្តសៀមរាបពេលខ្លះហ្នឹងតែមុំគាត់បានភ្ញៀវណាមានពេលខ្លះហ្នឹងម៉ោង8ម៉ោង9ពេលខ្លះលុបដល់ម៉ោង10ក៏មានដែរអញ្ចឹងណាហើយអញ្ចឹងតែមុំតែគាត់ដល់ពេញគាត់ត្រូវរកភ្ញៀវមកពេលខ្លះហ្នឹងគាត់ក៏បានភ្ញៀវណាពេលខ្លះក៏សឹងតែអត់មានភ្ញៀវទៀតអញ្ចឹងបានម្នាក់ពីរនាក់ក៏គាត់មកឯហ្នឹងឯងពោះសាគាត់ត្រូវតែមកអញ្ចឹងណាបើសិនជាគាត់ចាំយកភ្ញៀវពេញឡានអញ្ចឹងវាយប់ជ្រៅហ្នឹងហើយអញ្ចឹងក៏អត់អាចចាំបានទេហើយគាត់ត្រូវការរស់ស៊ីស្អែកឡើងទៀតអញ្ចឹងណាគាត់បានបន្តថានៅថ្ងៃមួយណាតែមុំតែគាត់បានភ្ញៀវពេញឡានគាត់នៅខេត្តសៀមរាបអញ្ចឹងវាម៉ោង9ណា9ហ្នឹងហើយម៉ោង7 9ហើយអញ្ចឹងតែមុំតែគាត់ជិះទៅដល់ពេញនោះបងប្អូនគិតមើលយកចំណាយ5ម៉ោងណាពីខេត្តសៀមរាបទៅហ្នឹងហើយអញ្ចឹងទៅដល់នោះវាចូលអាសៀលហើយអញ្ចឹងណាហ្នឹងហើយទៅមុំគាត់ហូបបាយហូបទឹកហើយគាត់រកភ្ញៀវមកវិញគាត់ថាថ្ងៃនោះដែរគឺអត់មានភ្ញៀវម្នាក់សោះដែរមកជិះឡានគាត់ណាហ្នឹងហើយរហូតដល់ម៉ោង7 បាទ7ជាងហ្នឹងហើយអត់មានភ្ញៀវសោះហើយដល់ពេលម៉ោង7កន្លះហ្នឹងក៏មានមនុស្សប្រុសម្នាក់ណាហ្នឹងហើយគាត់ក៏ដើរមកគាត់ថាគាត់
trong từ khát xì miếp nên ngày bên quạt chụp nó thầm đom đáy chứ nên là ngày hay bong pro nó đáy quạt các bạn xua từ bong phiệp tha small man bạn bong tới nè bùa nữ không lán ở miền mình so miền đặc quạt đó nè quạt khai ta quạt chạm du giống nè bên đây bong phiệp tha ở đây thì hai chị dần du nó cả lạc mong thì để nhom chân nha sao tại nhom có từ khát xì miếp đây nhom một bạn nữ nữ bên du thì chẳng nè chẳng cóบรอมเนี่ยนึกว่าquạt ok อดปัญหาที่จังนะพวกquạtคลาดจะquạtจำยุ่งจังquạt thật đô la nổ la naแต่มีมันđược chờ anh hỏi chập trên từ làm bì chập đỏ khai bỏ quạt đó nè và pin nó đá pin để bữa đó mẹ nó xua bông phía hai nó quạt có lụ đầy từ vô cả quạt đó nè cả tập cho miếng hay có quạt miền âm pc quạt muối có quạt đau đạp tới có quạt phải kênh nơi còn từ là ngày tập trong riêng đại không âm pc quạt đó nè cô cho nó đá cứ dân ở toàn nhìn tu sạp là tập trong riêng ngày cứ miền ta âm pc để dân đau cả đạp đó nè đọt bên màu chật bầm bấy là ngày màu chật bấy nếu một việc có ban đẹp mười quan sná cái ta sná ấy màu dương đỏ máu ngoài tới ngày này ban mà mối dương là ngày xếp con là giờ chân hái snack mười quan nó thà ở trăm tích nhom từ xua môi mẹ nó mới còn từ để ót là ngày bên nó snack nó mười quan nó có từ xua stream nè nè đại quạt min speed bộ muối là ngày hay có xua tới quạt có đẹp pu thà puนี่min môi mẹ tiếp pu quạt từ khẹt gì miệt đá nè pu là ngày chẳng lại nhận đấy mười quán có tờ bạc vì lán thức ơi mẹ xây nên trôi tờ là ngày thì có quạt cùi nơi cái nơi chật bộ đòn mẹ nấu nè là ngày chắc được xa ta đo màu tránh như chẳng có mùi của sna lại mỏng cùi nơi một chật bỏng phiệp nước máu năng hay có chập đam trên nằm nà tên được viên thêm đòn bà bây giờ rút chun tranh ban và hai chia pram tí này ngày bữa đó mình nè trộn muốn nó nè quạt có đỏ cả tranh hái cái quạt vậy từ bóng phiệp thà hố bong bằng ánh từ nhiều tập văn đó bằng ánh trên đánh nhé bong ọt buổi lái sang đắng nên ngày hay chẳng bóng phiệp thắng ở đây tiếp được xa ta nhôm nó có thử từ khát sinh nghiệp đa số bây giờ mình phiêu ọt nhiều nhôm thử từ bình chẳng đài là ngày đợt về hết bong nó còn xua thà bong bằng ai nhờ miền lệ tu sạp ót là ngày bằng ai xong mình tu sạp 10 máu sẽ nộp về ngày nay nhom lại mỏng bánh nhom tê phèo bong đã bên chi lan bong trứng nè là ngày được xa tại dương lọp chi lan bong đòn trứng dương score nữa là coi cái sự hay một phép có ok là còn cả oi mùi còn nó còn lệ tu sạp oi rồi mẹ nắng là ngày đã bày còn trong mò lăng mỏng bánh ấy còn tê mất còn mà chạm tới về đài bong phép còn chỉ nó cứ đặt còn từ đi không thông bình bọn về địa bàn lấy tù sạp rồi bong phiệp hái bữa đó mẹ nước có ban vô lấy tù sạp đại mùi bong phiệp còn ở nó có tụng không có bộ hái có tiền cả mời nhọc cái chuyện đạp với hơi có tùm rệt luôn càng khỏi ai chứ nào còn bật này đạp trong điện còn to từ từ lại nhé nè bà bắn toไปchi lan ban du đại hái bà hai chia pi màu chiềng đá nên ngày bóng phiếp có ban xua tha chẳng min mẹ trong hộp bài on chẳng nè chứ bờ trong hộp bài có dương chụp hộp bài sân tới là ngày hay bờ ở trong hộp bài dương có cho và tục tật ấy sẽ nó nè đam mê thà bờ sân thì dương chụp du page có việc hạ khan đầm na quả đò khẹt phò dướng nè là ngày đã hết về bờ nó tha ở ấy thế bọn anh chụp ta lại tục tất lại mà tới ba này ngày nhom tinh ấy nhà mình tí tới dương và to tiệt tơ này ngày dương bạn nhà mới tê trước đóไปสู้ทั้งออกนี้ให้กอดเกก็โอเคก็กอดรออะไรกระดาษsángนะไงให้กอดก็แอบโจลtừขนมนึ่งเต็มดองtừไงchẳngពេលដែលរថយន្តមកដល់ក្រាស់សាំងហើយហ្នឹងបងភាពគាត់ក៏បានឈប់ឡានថ្ងៃហើយបរិសុទ្ធម្នាក់នោះក៏គាត់ឃើញឡានឈប់ហ្នឹងគាត់ក៏ចុះពីលើឡានទៅគាត់ក៏ចូលបន្ទប់ទឹកហើយក៏គាត់ចូលម៉ានជួយអីណាហើយបន្ទាប់មកហ្នឹងបងភាពក៏ប្រាប់ទៅក្មួយគាត់ថាឯងទៅសួរភ្ញៀវមើលចុះសញ្ញាមិនអត់
chẳng không biết quạt sna nó có từ xua stream nè đang quay nơi chật bon người để cho tới nè có xua tới quạt có bị ba tới chẳng bởi quạt có bị ba chẳng một sáng tháng một quạt ọc nhằm ấy chẳng quạt cuối trăm lần sân ấy chẳng là ngày hay phụ quạt có nom hay từ một tục tật tự ấy nè rồi tình tật ấy hộp từ lại nhé nè bên top bị ban cho một tục tật tình ấy nhằm hai chẳng bộ quán có một to đầm nào từ một tiền đầm bầy cùng ỏi dú nè ngày chẳng rồi chuyên có bên to từ một tiền ngày ba môi sinh túc thom máu và hai chỉ bị máu chương tiền máu có bàn đo khát sim riệp ngày lại nhộn đá bong sna còn có hai bong núa nè sna mùi một biết hai ta bong chuyện đó đậm đá với bong ngày bây giờ bọn ấy chụp nạ đai chẳng nè thì bọn plón có thể bọn ấy chụp nơi một xa đói từ xa đậm đấy nè xuống nhom hai mùi nhom còn ai mà vô và to mà chỉ là ăn trâu từ nô tiết tích mọi bà chẳng nè ngày hay có bọn phiêu thả ok ở đây chạm đo một xa chạm nhom chụp là nóng nè ngày chẳng bây giờ rút dùn bọn to đầm nào tự đo một xa đậm đáy khát sim riệp nè bọn phiếp có chụp làn hơi đã bong pro mẹ nuôi cho hãy có kết lôi kết ấy chẳng nên là ngày hay có vẻ bong tha bởi sân chỉ bong là trong từ pin như trong từ ấy bọn ai tiện to mà lịch để bọn anh vô nó từ chạm về nhưng mà đó nhôm đang vô bong từ mòn chẳng hay gặp prap mong prap ấy pin lan mò lan ấy chẳng sủa thả bong 700 ấy chẳng là anh đi sủa bên đây tụm lẹ bong pro nội hái run yun có bận to đầm nào từ một tiệt này bận to đầm nào mùi sinh tu mó có đò bạc cống nè bong một squat bạc cống ngày sọc bạc cống hay có con xua tơ stream nè anh cùi đừng khỏi nắng tha trái chụp nơi cái lại nhà đá nên ngày của tích trình nắng dừng trận đó khát xì mía bài trắng nè còn anh vậy phần nắng stream nó còn đón mót nó còn cho all tới khẳng một này cho all từ một cái nè chẳng về từ đó khám muốn rút yun của chụp nè có chụp nó có khơi miền tây ra đây nơi tam đòn lời từng song tháng hay stream nó có cho tới nên có hội lùi ao từ một hiệp nè hồi lùi thòng đà tới hay còn có cho chụp tè còn từ hay một hiệp có ban sờ lăng mưa một stream lúc hay có mưa còn đào chụp tè nó ngày hay còn đẹp thà ở cha lại có bờ sân trong tư khai xì mía với trẻ anh vô lấy tu sắm cho mũi từ là ngày con có xe cả đá lấy tu sắm nó ao từ stream luôn ngày stream nó có ok về được bóng phim ao những cái còn cho tục nó có bộ còn bàn tên là ngày chẳng xung cắt cầm lon về đại bóng phim về nên mùi con trâu lan mà đọp té nè ngày trâu lan mà đọp té chẳng máu còn có mùi tật mùi ấy có con của sao quân quạt hiệp bay về ở nhà mà nè ngày về để quạt nhám bay nhám ấy hai chẳng quạt có đọ lùi quạt vì không có bộ để quạt vì một nó quạt có đọ lùi màu đầm bay rọp á nè thà tăng vì vô phiêu từ bị khát sim riệp hai màu với những quạt trên này ở sang cao cái lệ từ mình tầm màu nắng mẹ trên đây mẹ sò mẹ trắng nè bong khiếp quạt man prap hà lùi để quạt đặc nhiều vì sim riệp từ phnom penh nè chân lùi nắng về từ đó penh những quạt rọ mà xa hay quạt đạn cả lại như rút đó nè của cái bộ quạt nó miên rút mà thọt nè chân quạt đạn rọ phải cắt đạn lùi nó trâu là rút nâng này quạt rọ hái cắt đạn trâu mà cả lại nhé nè nâng này chẳng lùi đà bong pro môi để chụp nơi đầm này nhúc về để quạt vô máu quạt tục rút một kề này ngày rút một kề hái về để quạt đạn stream nó chụp nắng về stream nó áo nó quạt đạn rút nơi một kề mùi lùi phọc bong pro nơi mùi cái này này ngày chẳng về để quạt đọ lùi máu chẳng lùi nó rút một nắng cứ khơi cả lùi để bong pro nó áo chứ này chẳng ngày hay ọt khơi lùi mình đã xây nó áo ở với đây chùm lại nó có tới chỉ khơi miss lắc chờ 3-4 sợi lắc nơi trong cái bộ quạt đó là ngày hay sầm nhập lôi nó cứ miên lôi tại bong pro nó ao tiền ngày hay lôi stray nó ao nó cứ kia lắc chớ nè cái lại như đấy bong phim có tha quạt khăng mình đến lại như có tha rồi xa tập bê chụp hay chụp lan cái ngân phóng hoặc lắc chớ mà anh bàn mờ chẳng này
ប៉ុន្តែបងភៀបគាត់ថាពេលហុចលុយឲ្យមកនោះគាត់មើលដែរគឺជាលុយណាប៉ុន្តែគាត់ថាគាត់ដោយសារតែគាត់មិននឹកស្មានថាមានរឿងអីកើតឡើងឬក៏គេឲ្យមិនប៉ុន្តែពេលនោះគឺឲ្យលុយហើយប៉ុន្តែគាត់អត់ចាប់អារម្មណ៍ហើយគាត់អត់ច្បាស់ខ្លួនឯងណាក៏គាត់ក៏ឈោងដាក់ចូលទៅក្នុងកាបូបទៅហ្នឹងហើយក៏គាត់មិនសង្ស័យអីច្រើនណាហើយក្មួយគាត់ស្នានោះគាត់ថាខ្ញុំឃើញលុយដែរតាពេលស្រីម្នាក់នឹងឲ្យណាប៉ុន្តែខ្ញុំឃើញអត់ច្បាស់ដែរព្រោះថាវាងឹតណាកន្លែងនេះដែរបងភៀបគាត់អត់មានគិតអីទេគាត់គិតថាប្រហែលជាស្ត្រីហ្នឹងបោកគាត់ណាបោកប្រាស់គាត់គិតថាគាត់អត់ដឹងណាហ្នឹងហើយហើយបងភៀបក៏បានសួរទៅក្មួយគាត់ស្នាថាអាស្នាឯងមានចាំមុខម្នាក់ហ្នឹងបានអត់ណាស្នាថាចាំមុខបានតាហើយសំបីតាផ្ទះហ្នឹងក៏ខ្ញុំចាំព្រោះខ្ញុំឃើញដើរចូលផ្ទះច្បាស់កន្លែងហ្នឹងហើយអញ្ចឹងបងភៀបគាត់ថាអូខេបើអញ្ចឹងបើចាំផ្ទះហើយអញ្ចឹងចាំយើងជិះកាត់ផ្លូវហ្នឹងចាំយើងចូលទាហ្មងហ្នឹងហើយថាមនុស្សអីខូចមែនគេខំដឹកមកដល់ផ្ទះហើយលេងរស់ស៊ីឲ្យលឹកឈើគេអញ្ចឹងណាហ្នឹងហើយកន្លែងនេះដែរគឺបងភៀបគាត់អត់មានគិតអីគឺគាត់គិតថាម្នាក់ហ្នឹងគឺបោកគាត់ណាហ្នឹងហើយគាត់អត់មានគិតទឹកអីចម្លែកគេកន្លែងនេះណាអញ្ចឹងកាត់រំលងមកព្រឹកឡើងបាទពេលដែលព្រឹកឡើងនោះប្រហែលជាម៉ោង7បាទមានបរិះម្នាក់គាត់ទេមកបង្ភៀបណាទេមកសួរថាបងថ្ងៃនេះបងឯងចេញមកបំពេញអត់អញ្ចឹងបង្ភៀបគាត់ឆ្ងល់ថាពីណាគេណាហើយបងក៏ប្រាប់ថាបងឯងអត់ចាំខ្ញុំទេយប់មិញយើងជិះមកពីបំពេញមួយគ្នាបងហ្នឹងហើយខ្ញុំឈប់នៅមុខដំដែកហ្នឹងហើយអញ្ចឹងក៏បងភៀបនឹកឃើញអូខេហ្នឹងហើយគឺបងប្រុសម្នាក់ដែលជិះមកមួយគ្នាហ្នឹងឯងបងប្រុសហ្នឹងគាត់ថាដោយសារគាត់ឡើងទៅបំពេញហ្នឹងគាត់ទៅមើលអីវ៉ាន់ដែលត្រូវទិញយកមកដាក់ផ្ទះគាត់ណាធ្វើស្រែចម្ការម៉ាស៊ីនអីណាអញ្ចឹងក្រុមគូសាគាត់អូខេហើយឲ្យគាត់ឡើងទៅទិញណាអញ្ចឹងពេលបងភៀបឡើងមកដល់មុខដំដែកហ្នឹងទុកអីគាត់មួយផងគាត់ឡើងទៅបំពេញដែរមួយគាត់ណាអញ្ចឹងបងភៀបគាត់ថាអូខេហ្នឹងហើយចាំគាត់ទៅហើយចាំគាត់ទេប្រាប់ថាម៉ោងប៉ុន្មានទៅដល់ចាំចេញមកខ្នល់មកចាំទៅទាំងអស់គ្នាហ្នឹងហើយអញ្ចឹងព្រឹកនេះដែរប្រហែលជាម៉ោង8បាទ8តិចតួចហ្នឹងឡានភាពហ្នឹងក៏ហៅភ្ញៀវដាក់បានពេញណាក៏គាត់ចាប់ដើមចេញដំណើរទៅហ្នឹងហើយហើយគាត់ក៏ទុកមកកៅអីឲ្យបងប្រុសម្នាក់នៅដំដែកហ្នឹងដែរហ្នឹងហើយដល់ពេលជិះទៅដល់ដំដែកហ្នឹងគាត់ក៏ទេប្រាប់ថាបងឡានជិះដល់ដំដែកបងឯងចេញមកផ្លូវមកហ្នឹងហើយខ្ញុំទៅដល់ឥឡូវហើយប្រហែលជា5នាទីទៀតណាហ្នឹងហើយអញ្ចឹងពេលទៅដល់ដំដែកហ្នឹងក៏យកបងប្រុសម្នាក់ហ្នឹងឡើងទៅបំពេញទាំងអស់គ្នាហ្នឹងហើយអញ្ចឹងដល់ពេលជិះមកសន្ទុះណាដោយសារតែជិះមកសន្ទុះពេលដែលបងប្រុសនោះឡើងទៅគាត់ក៏នឹកឃើញដល់ស្ត្រីម្នាក់ដែលឲ្យលុយគាត់លឹកឈើគាត់ថាអូយើងភ្លេចចូលទាលុយម្នាក់នោះបានដែរអញ្ចឹងណាអញ្ចឹងបងភៀបថាអត់អីទេចាំមកវិញក៏បានដែរចាំមកវិញចាំយើងចូលទាអញ្ចឹងណាអូខេអញ្ចឹងក៏គាត់ចេញដំណើរទៅភ្នំពេញទៅហ្នឹងហើយបងប្រុសម្នាក់នោះគាត់ថាអញ្ចឹងឡានបងហ្នឹងពេលបងចេញមកវិញបងចាំខ្ញុំផងណាព្រោះខ្ញុំខ្ជិលជិះឡានផ្សេងអញ្ចឹងពេលខ្ញុំទិញអីវ៉ាន់ហើយខ្ញុំយកមកដាក់ឡានបងទៅចាំចេញមកទាំងអស់គ្នាបដ ாய் ណាបងហ្នឹងហើយអញ្ចឹងមកភាពក៏អូខេហ្នឹងហើយក៏ណាត់កន្លែងគ្នាកន្លែងបេនលេងអីដែលត្រូវជួបគ្នាណាហ្នឹងហើយអញ្ចឹងកាត់រំលងពេលឡានបងភាពគាត់ទៅដល់បំពេញគាត់ដាក់ភ្ញៀវដាក់ឲ្យអស់អញ្ចឹងគាត់ញ៉ាំបាយញ៉ាំមីធម្មតាដល់ពេលល្ងាចឡើងគាត់ត្រូវហៅភ្ញៀវឡើងមកសៀមរាបវិញណាអញ្ចឹងក៏គាត់ហៅមួយហៅអីធម្មតាអញ្ចឹងទៅហ្នឹងហើយហើយថ្ងៃហ្នឹងដែរក៏គាត់មិនសូវបានភ្ញៀវច្រើនទេហ្នឹងហើយគាត់បានភ្ញៀវ2 3នាក់ណាហ្នឹងហើយបងប្រុសនោះក៏ឲ្យចាំទៅប្រហែលជាម៉ោង 7:08 បានបងនោះគាត់មកដល់ណាគាត់ថាដោយសារថាគាត់រកទិញអាបដាមួយទៀតអញ្ចឹងវាអត់មានហ្នឹងគាត់ត្រូវឲ្យគេជួយរកណាតម្រាំចាំគេយកមកឲ្យអញ្ចឹងគាត់រៀងយូរបន្តិចហ្នឹងហើយបងភាពក៏មានបញ្ហាដែរហ្នឹងហើយថ្ងៃនេះដែរគាត់បានភ្ញៀវរៀងគាត់ដែរណា5នាក់អញ្ចឹងក៏គាត់ដល់ម៉ោងក៏គាត់ចេញដំណើរមកខេត្តសៀមរាបដែរមកហ្នឹងហើយអញ្ចឹងពេលដែលធ្វើដំណើរមកតាមផ្លូវណាបងប្រុសម្នាក់មួយដំដែកហ្នឹងគឺអង្គុយកៅអីនៅក្រោយបងភៀបហ្នឹងហើយអង្គុយនៅជិតបងភៀបណាហើយក៏បងភៀបគាត់និយាយប្រាប់បងថាយប់ថ្ងៃយប់មុនហ្នឹងម្នាក់ស្រីដែលអង្គុយជិតប្អូនឯងហ្នឹងណាពេលទៅដល់ផ្ទះហ្នឹងលេងអត់ឲ្យលុយខ្ញុំណាហ្នឹងហើយផ្ទះគាត់នៅជិតបកងហើយឈប់ទៅអត់ឲ្យលុយខ្ញុំទេគាត់ទៅឲ្យយីស្លឹកឈើខ្ញុំណាហ្នឹងហើយដល់ពេលនិយាយចឹងបងនោះគាត់នឹងឆ្ងល់ដែរណាគាត់ថាស្ត្រីម្នាក់ណាបងហ្នឹងហើយថ្ងៃនោះហ្នឹង
ខ្ញុំហ្នឹងជិះឡាននឹងក្រោយតែឯងហ្នឹងបងមានពីណាគេទៀតមានតែខ្ញុំម្នាក់ឯងតែបងឯងចង់និយាយពីណាគេណាកន្លែងនេះបងភាពគាត់ប្រាប់ថាម្នាក់ស្រីមួយដែលអង្គុយកៅអីពីម្ខាងប្អូនឯងបងឯងអត់ឃើញទេហ្នឹងហើយស្ត្រីម្នាក់ដែលអង្គុយចិត្តប្អូនឯងហ្នឹងបងប្រុសហ្នឹងគាត់ថាបងតាំងពីភ្នំពេញរហូតដល់ផ្ទះខ្ញុំណាគឺខ្ញុំអង្គុយតែម្នាក់ឯងអត់មានឃើញបណ្ណាទេហើយពីមុខហ្នឹងឃើញតែបងឯងហើយនឹងព្រូឡានមួយថ្ងៃហ្នឹងអញ្ចឹងក្រៅពី3នាក់យើងគឺគ្មានមនុស្សផ្សេងទៀតទេហ្នឹងហើយបាទកន្លែងនេះដែរបងភាពក៏នៅតែអស់ចិត្តអត់អស់ចិត្តណាគាត់គិតថាប្រហែលជាអូនឯងឡើយតែគេអញ្ចឹងអត់បានមើលអីដឹងហ្នឹងហើយហើយម្នាក់ប្រុសនោះក៏គាត់ថាគេងបងខ្ញុំគេងមានលក់ណាខ្ញុំបិទភ្នែកខ្ញុំបិទបើកហ្នឹងខ្ញុំស្ដាប់ចម្រៀងតែហ្នឹងហើយខ្ញុំអាសាបើកភ្នែកហ្នឹងប៉ុន្តែមានពីណាបងហ្នឹងហើយប៉ុន្តែពេលដែលជិះឡានមួយបងហ្នឹងខ្ញុំរៀនចម្លែកដែរព្រោះឡានបងធុងក្លិនផ្សែងធូកណាប៉ុន្តែខ្ញុំក៏អត់ចាប់អារម្មណ៍ខ្ញុំគិតថាដោយសារតឡានបងរស់ស៊ីអញ្ចឹងពេលខ្លះបងអុចធូកអុចអីបនស្រន់សែនអញ្ចឹងណាក៏ខ្ញុំអត់កដែរអញ្ចឹងទៅហ្នឹងហើយប៉ុន្តែបើឲ្យឃើញមនុស្សស្រីណាគឺខ្ញុំអត់មានឃើញទេហ្នឹងហើយឃើញតែបងឯងហើយពីរនាក់ព្រូឡាននោះឯងគ្រាន់តែលឺបរោះនោះគាត់និយាយបដិសេធរហូតអញ្ចឹងបងភាពក៏ងាកមុខទៅមើលក្មួយគាត់ស្នាណាគាត់សួរទៅអាស្នាអញ្ចឹងម្នាក់ស្រីនោះពីណាគេបើគេថាគេអត់ឃើញតែយើងពីរនាក់ហ្នឹងហើយស្រីនោះមិនចុះជាពីណាគេអញ្ចឹងបើគេអត់ឃើញយើងម្នាក់ខ្មោចគាត់និយាយអញ្ចឹងណាកន្លែងនោះដែរក្មួយគាត់ចាប់ដើមភ័យណាកន្លែងនេះណាគាត់គិតថាគាត់រៀងសង្ស័យដែរគាត់ថាមនុស្សប្រុសមនុស្សស្រីហ្នឹងម្នាក់ស្រីហ្នឹងគឺគាត់អត់មានមាត់មានកសោះពេលឡើងឡានណាគឺអង្គុយថ្មឹងរហូតអញ្ចឹងពេលដែលបងភាពគាត់ដឹងរឿងនឹងហើយគាត់គប់សំនឹងឲ្យលុយនឹងអង្គុយលើឡានដែលមិនចោះមិនអីផងហើយគប់សំភ្ញៀវនឹងគាត់អត់បានឃើញផងគាត់គិតថា 100% ហ្នឹងហើយប៉ុន្តែគាត់អត់ហ៊ាននិយាយបន្តទៀតខ្លាចភ្ញៀវគាត់ក្នុងឡានគាត់ភ័យគាត់អីចឹងណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីគាត់ដឹកភ្ញៀវគាត់មកគឺភ្ញៀវគាត់គឺចុះតាមផ្លូវបដាណាហ្នឹងហើយអញ្ចឹងរហូតដល់ដំដែកហ្នឹងគឺសល់តែបងប្រុសនឹងម្នាក់ទេអញ្ចឹងភ្ញៀវផ្សេងគេចុះតាមផ្លូវអស់ហើយសល់តែបងនឹងមួយដល់មុខផ្សារដំដែកគាត់ក៏ចុះទៅគាត់ទៅផ្ទះគាត់ទៅហ្នឹងហើយអញ្ចឹងក៏បងភាពគាត់បន្តដំណើរហើយក៏គាត់សួរទៅក្មួយគាត់ស្នាណាសួរប្រាប់ថាឯងចាំផ្ទះម្នាក់ស្រីថ្ងៃមុននឹងអត់គាត់ថាចាំតាអញ្ចឹងពេលចាំយើងចង់ឲ្យច្បាស់ទៅដល់យើងចូលផ្ទះនឹងចូលទៅមើលសួរមើលថាថ្ងៃមុនមិនបានអត់ឲ្យលុយណាហើយយើងចង់ដឹងផងថារឿងនេះវាមិនណាហ្នឹងហើយអញ្ចឹងពេលដែលបងភាពគាត់បន្តដំណើរទៅដល់បកងណាដល់ឡើងទៅនឹងឈប់ចូលផ្ទះហ្នឹងគាត់ក៏ឈប់ឡាននេះគាត់ក៏ចុះទៅតាំងពីអ្នកក្មួយគាត់ហ្នឹងហើយគាត់ចុះទៅណាពេលដែលចុះក្នុងផ្ទះហ្នឹងគាត់ឃើញមានមនុស្សម្នានៅក្នុងផ្ទះហ្នឹងឯងហ្នឹងហើយមានអ៊ំស្រីមួយអ៊ំប្រុសមួយហើយនឹងក្មេងៗហើយមានបងប្អូនគេថែមទៀតណាហ្នឹងហើយប៉ុន្តែគាត់អត់បានឃើញស្ត្រីម្នាក់នោះទេហ្នឹងហើយគាត់ខំប្រឹងមើលដែរណាហ្នឹងហើយអញ្ចឹងគាត់ក៏សួរអ្នកក្នុងផ្ទះហ្នឹងណាសួរអ៊ំស្រីថាអ៊ំនៅផ្ទះអ៊ំឯងមានមនុស្សស្រីម្នាក់អាយុប្រហែលជា30ឆ្នាំជាងអត់គាត់ថាអត់មានផងហ្នឹងហើយដល់ពេលចឹងគាត់ថាចុះម្នាក់ស្រីមួយថ្ងៃមុនដែលមកពីភ្នំពេញជីឡានខ្ញុំហើយអត់ឲ្យលុយខ្ញុំអីហ្នឹងហើយហើយខ្ញុំឃើញគាត់ដើរចូលមកក្នុងផ្ទះហ្នឹងឯងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ៊ំស្រីថាអត់មានទេមានតែក្មេងៗអាយុ20ជាងហ្នឹងហើយក៏មានតានោះហ្នឹងហើយក៏មានកូនប្រុសគាត់ផ្សេងទៀតណាប៉ុន្តែអ្នកស្រីនេះក៏អត់មានទេអញ្ចឹងពេលដែលដល់ពេលសួរទៅអត់ដឹងអញ្ចឹងគាត់ក៏មើលចុះមើលឡើងក៏ឃើញរូបថតណារូបថតលើអញ្ចាំងមានក្រុមគ្រួសារគាត់ណាក៏គាត់ឃើញម្នាក់ស្រីក្នុងហ្នឹងហើយគាត់ថានោះម្នាក់ស្រីនៅរូបថតនោះឯងអាពាក់អាវធំក្បាត់កនោះឯងដល់ពេលគាត់តែឃើញអញ្ចឹងភ្លាមអ៊ំស្រីគាត់បានយំហ៊ូកន្លែងហ្នឹងគាត់ថានឹងជាកូនស្រីរបស់គាត់ហើយកូនស្រីគាត់ទៅជិះឡានក្មួយឯងមិនកើតកូនស្រីគាត់ហ្នឹងស្លាប់បានមួយអាទិត្យហើយអញ្ចឹងណាគាត់ស្លាប់ហើយអញ្ចឹងណា
គាត់តែជិះឡានក្មួយអីមិនកើតហើយអារូបថតហ្នឹងគេអត់មានអីគាត់ដាក់តាំងទៅពាក់ក្បាត់កយើងធ្វើការណាអញ្ចឹងគាត់អត់បានសង្ស័យថាជារូបថតអីដែរប៉ុន្តែអញ្ចឹងអ៊ំសេងគាត់ได้រាប់ថានឹងជាកូនស្រីប្រគាត់ប៉ុន្តែគាត់ស្លាប់ហើយគាត់ទៅធ្វើការនៅភ្នំពេញណាហ្នឹងហើយនៅធ្វើការភ្នំពេញប៉ុន្តែគាត់មានជំងឺនឹងខ្លួនណាដល់ពេលថ្ងៃមួយនោះគាត់ក៏ឈឺទៅមិនដឹងមិនក៏គេងទៅក៏មានបញ្ហាក៏គាត់ទៅពេទ្យអត់តន់គាត់ខ្យល់កស្លាប់ទៅនៅនោះណាហ្នឹងហើយហើយក៏បងប្អូនទៅក៏ទៅអត់តន់ដែរនឹងក៏ស្លាប់នៅនោះហើយបានខាងកន្លែងការងារគេទេមកប្រាប់ណាក៏យើងចាប់ដើមយកឡានអ៊ីតាយ៉មកធ្វើបុណ្យនៅផ្ទះនេះមកកន្លែងនេះដែរគាត់តែបងភាពហើយនឹងក្មួយគាត់ឮគាត់ស្លុតចិត្តមែនតែនហ្នឹងហើយគឺគាត់ឡើងញ័រដៃញ័រជើងណាចង់និយាយថាតាំងពីភ្នំពេញរហូតដល់ខេត្តសៀមរាបគឺគាត់ដឹកខ្មោចមករហូតអញ្ចឹងណាហើយគាត់អត់ដឹងអីសោះអញ្ចឹងហ្នឹងហើយដល់ពេលចូលមកដល់ដឹងរឿងអញ្ចឹងគឺគាត់ញ័រដៃញ័រជើងហ្នឹងហើយសឹងតែបាសសក់ណានៅកន្លែងនេះណាហ្នឹងហើយអញ្ចឹងកន្លែងនេះគាត់ក៏បញ្ញាប់ចេញពីផ្ទះនឹងវិញទៅក៏គាត់បន្តដំណើរទៅដល់ផ្ទះគាត់ណាពេលទៅដល់ផ្ទះហ្នឹងគាត់អុជធូបអុជអីផងស្អែកឡើងហ្នឹងគាត់យកឡានគាត់ទៅស្រួចទឹកស្រួចអីផងអញ្ចឹងណាដើម្បីកុំឲ្យមានចង់រាយមានអីអញ្ចឹងទៅហ្នឹងហើយក៏ទៅវត្តទៅអីដាក់បាតដើម្បីឧទ្ទិសកុសលឲ្យម្នាក់ស្រីនឹងផងដែរកុំឲ្យមានការមានពៀមកគាត់ណាថាបើជ្រុលថាគាត់ចង់មកពីភ្នំពេញហើយឥឡូវគាត់ជូនមកហើយកុំឲ្យមានការមានពៀមកគាត់ទៀតឲ្យគាត់រស់នៅមានសេចក្តីសុខណាហ្នឹងហើយឲ្យចប់កម្មចប់ពៀត្រឹមហ្នឹងទៅចោះហ្នឹងហើយហើយបំភិបគាត់ថាគាត់តែមានរឿងហ្នឹងហើយគាត់សារៈសឹងមួយអាទិត្យណារឿងដឹកភ្ញៀវដឹកអីហ្នឹងគឺគាត់សារៈបើថាគាត់មានអារម្មណ៍អត់ល្អណាគឺគាត់នៅតែមានអារម្មណ៍ថាភ័យណាហើយបើក្មួយគាត់នោះឡើងចង់ឈឺបងណាឡើងបាសសក់ណាហ្នឹងហើយគាត់ថាសឹងតែនឹកឃើញរឿងហ្នឹងម្ដងគឺគាត់នឹកស្មានម្ដងណាបាទអញ្ចឹងនេះគឺជាបទពិសោធន៍ដែលដឹកភ្ញៀវពេលយប់របស់បងភីបណាគឺក្នុងឆាកជីវិតគាត់គឺជួបតែរឿងហ្នឹងម្ដងហ្នឹងឯងបាទហើយសួរគាត់ថាក្រៅពីរឿងហ្នឹងគាត់មានជួបរឿងអីទៀតទេគឺថាគាត់អត់ដែលមានជួបអីទេហ្នឹងហើយអញ្ចឹងបន្ទាប់ពីជួបហេតុការណ៍នេះហើយណាក្រុមគូសាគាត់បានណែនាំគាត់ថាយើងគួរតែឈប់រត់ឡានទៅហ្នឹងហើយលក់ឡានទៅយើងបើកតូបលក់អីវ៉ាន់លក់អីណាហ្នឹងហើយលក់ចពួយលក់អីទៅហ្នឹងហើយអញ្ចឹងចាប់ថ្ងៃនោះដែរបងភៀបក៏គាត់គិតថាពេលយើងជួបរបស់អញ្ចឹងណាយើងចាប់ដើមសយណាហើយរិស័យដាក់អញ្ចឹងក៏គាត់សម្រេចចិត្តតាមប្រពន្ធគាត់ណាហ្នឹងហើយក៏គាត់លក់ឡានហ្នឹងទៅហើយក៏គាត់ចាប់ដើមធ្វើតូបលក់ចាប់ព្រួយហ្នឹងហើយគាត់លក់បៀលក់អីនោះរៀងធំដែរណារៀងស្តង់ដែរអញ្ចឹងហើយឥឡូវក៏គាត់រៀងកាក់កបដែរអញ្ចឹងណានឹងហើយមិនដែរបងប្អូនបន្ទាប់ពីស្ដាប់ការដឹកភ្ញៀវរបស់បងភីបហ្នឹងហើយតើបងប្អូនមានអារម្មណ៍បែបណាដែរបើសិនជាបងប្អូនជួបហេតុការណ៍បែបនេះបាទអញ្ចឹងរឿងនិទានគឺមិនតម្រូវឲ្យបងប្អូនស្ដាប់ហើយមានការជឿនោះទេអញ្ចឹងបន្ទាប់ពីការស្ដាប់ហើយសូមឲ្យបងប្អូនមានអារម្មណ៍ធូរស្បើយបន្ទាប់ពីបងប្អូនធ្វើកិច្ចការងារប្រចាំថ្ងៃរបស់បងប្អូនហើយជាចុងបញ្ចប់គ្មានអ្វីក្រៅពីពាក្យអរគុណដែលបានចំណាយពេលដ៏មានតម្លៃរបស់បងប្អូនទាំងអស់គ្នាមកស្ដាប់នៅរឿងនិទានរបស់យើងខ្ញុំបាទជាចុងបញ្ចប់គ្មានអ្វីមានក្រៅតែពាក្យអរគុណនិងជូនពរឲ្យបងប្អូនរកស៊ីមានបានសុខភាពល្អនិងទទួលបានពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកុំបីឃ្លានឡើយអញ្ចឹងបងប្អូនណាដែលមិនទាន់បាន Subscribe នៃ Channel របស់ខ្ញុំសូមបងប្អូនមេត្តាជួយ Subscribe ម្នាក់មួយដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តដើម្បីផលិតវីដេអូបន្តទៅទៀតសូមអរគុណសូមជម្រាបលា